អង្គការ UNESCO បាននឹងកំពុងយកចិត្តទុកដាក់ចំពោះប្រាសាទព្រះវិហារដែលរងការខូចខាតក្រោយយោធាថៃទម្លាក់គ្រាប់បែកលោក Najib Al-Fayez អគ្គនាយករងអង្គការ UNESCO បានបញ្ជាក់នៅចំពោះមុខលោកស្រីភឿងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌វិចិត្រសិល្បៈថាអង្គការ UNESCO នៅក្នុងនាមលោកផ្ទាល់បាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហារដោយនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួលដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរតាមរយៈវប្បធម៌លោកបានបញ្ជាក់ដូចនេះអំឡុងរដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាបានអញ្ជើញដឹកនាំព្រឹទ្ធភូចូលជួបពិភាក្សាការងារនៅក្នុងសម័យប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី48នៅទីក្រុងប៊ូសានសាធារណរដ្ឋកូរ៉េកាលពីរសៀលថ្ងៃទី21កក្កដាឆ្នាំ2026នៅក្នុងចំនួនពិភាក្សាការងារនេះដែរលោកស្រីភឿងសក្កណាក៏បានអរគុណដល់លោកអគ្គនាយករងអង្គការ UNESCO ដែលបញ្ជូនរបាយការណ៍នៃបេសកកម្មរបស់អ្នកជំនាញគណៈកម្មការបេតិកភណ្ឌពិភពលោកនិងអ្នកជំនាញការ ICOMOS ដែលបំពេញបេសកកម្មការងារនៅប្រាសាទព្រះវិហារកាលពីថ្ងៃទី1ដល់ថ្ងៃទី6មិនិនាឆ្នាំ2026តបតាមការអញ្ជើញរបស់កម្ពុជាជាងនេះទៀតលោកស្រីក៏បានសម្ដែងនៅការកោតសរសើរចំពោះគុណភាពរបស់របាយការណ៍ដែលមានលក្ខណៈបច្ចេកទេសគ្រប់ជ្រុងជ្រោយសុក្រិតនិងឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្ដែងដែលបាននឹងកំពុងកើតឡើងនៅប្រាសាទព្រះវិហារទន្ទឹមនឹងនេះលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌វិចិត្រសិល្បៈក៏បានជម្រាបជូនលោក Najib Al-Fayez អំពីគោលបំណងរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលបេតិកភណ្ឌអរូបីនៅក្នុងឆ្នាំណាមួយអំឡុងពេលដែលកម្ពុជាជាសមាជិកគណៈកម្មាធិការចាប់ពីឆ្នាំ2026រហូតដល់ឆ្នាំ2030ខាងមុខនេះហើយបំណងនេះក៏ទទួលបានការគាំទ្រពីអគ្គនាយករងអង្គការ UNESCO ផងដែរសូមជម្រាបថាប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកត្រូវរងការខូចខាតអំឡុងថៃឈ្លានពានកម្ពុជាតាំងពីលើកនៅក្នុងឆ្នាំ2025ដោយយោធាថៃបានទម្លាក់គ្រាប់បែកពីលើយន្តហោះបំណងបំផ្លាញប្រាសាទដ៏អស្ចារ្យដែលបន្សល់ទុកពីដូនតាខ្មែរ